រៀបធ្វើស្រាតប៉ែក្រូចចឹងបងប្អូនណាដែលគាត់ចូលចិត្តញ៉ាំស្រាហើយចង់បានសុខភាពល្អបងប្អូនអាចធ្វើស្រាញ៉ាំដោយខ្លួនឯងបានចឹងគឺយើងយកអង្ករត្នោតរបស់យើងនឹងយកមកគឺយើងដាក់ដាំជាមួយនឹងក្រូចរបស់យើងគឺយកក្រូចពណ៌ខៀវបែបហ្នឹងហើយយើងដាក់ដាំចូលគ្នាមកនៅពេលដែលយើងដាំឆ្អិនហើយយើងច្របាច់ចូលគ្នាឲ្យសព្វមកនៅពេលដែលសព្វហើយគឺយើងដាក់ជាមួយនឹងមេស្រាឬក៏មេតប៉ែរបស់យើងដាក់ឲ្យយើងលាយឲ្យសព្វចូលគ្នាមកយើងរើសកែវស្អាតមួយមកយើងពៀតវាបែបហ្នឹងពៀតហើយយើងយកឈើអីមួយយើងចុចចំណុចកណ្ដាលចេញចំណុចកណ្ដាលបែបហ្នឹងមកយើងទុកឲ្យវាអង្គយើងហ្នឹងឡើងមកលើមកពេលដែលឡើងមកលើហើយគឺយើងបន្ថែមទឹកឲ្យពេញនឹងកែវរបស់យើងមកនៅពេលដែលពេញកែវហើយយើងអាចត្រង់វាបានហើយយើងយកមកញ៉ាំបានហើយគឺជាស្រាតប៉ែបានណាចា